បានបងប្អូនធ្វើស្អាតណាបងប្អូនអើយណាខ្ញុំគិតថាធ្វើប៉ុណ្្នឹងមួយអនាគតទៅគាត់ឥឡូវកំពុងតែឡងម៉ូតមួយសិននេះទៅផ្ទះខ្លែងហ្នឹងធ្វើម៉ូតផ្ទះខ្លែងនេះម៉ូតផ្ទះខ្លែងនេះផ្ទះខ្លែងនេះស្អាតណាស់នេះយកគំរូមួយសិនហៅឡូខ្ញុំបាទសូមជម្រាបជូនដល់បងប្អូនដែលមានវត្តមាននៅក្នុងភូមិខ្ញុំទាំងអស់ឲ្យបានជ្រាបថានៅផ្ទះសេដ្ឋីនឹងមានកម្មវិធីនិទានរឿងព្រេងខ្មែរចាប់ពីម៉ោង 7 ដល់ម៉ោង 7 កន្លះហើយបន្ទាប់ពីនេះនឹងមានកម្មវិធីនៅឆាកធំជាបន្តទៀតសូមអរគុណឲ្យវាទៅចាប់ទៅចាទេគម្រោងពាក់ស្នែងពាក់ស្នែងធ្វើណាបាទខ្ញុំសូមជម្រាបជូនបងប្អូនយើងទាំងអស់ដែលបានចូលរួមទស្សនានៅក្នុងទីតាំងភូមិខ្ញុំបន្តិចទៀតនេះនៅម៉ោង 6:45 នៅឆាកធំយើងនឹងមានការសម្ដែងក្រោយពីការសម្ដែងនៅឆាកធំយើងនឹងមានកម្មវិធីនិទានរឿងព្រេងខ្មែរនៅផ្ទះសេដ្ឋីនៅវេលាម៉ោង 7 ដល់ម៉ោង 7:20 នាទីបាទសូមអរគុណហ្នឹងនេះគេซื้อฉากធំទៅ5ស្ដែងនេះហ្នឹងចាប់ពីនេះគេនឹងស្ទានរឿងអីគេស្ដែងថតហ្នឹងគេមិនគួយមុខឆាកហើយរោងសិប្បកម្មរោងសិប្បកម្មឆាកសំដែងល្ខោនគេមកយប់ហើយមានណាលេងមកយប់ហើយមានណាគេលេងអីខ្ញុំម៉ោង 5 បងអូនចាញ់ពីម៉ោង 5 មកដល់នេះម៉ោង 7:11 ដល់ពេលអញ្ចឹងក៏មានអត់មានទេបងប្អូនលបែងក្បាំនឹងចប់អស់ខ្លះហើយនេះសិនអង្គុយចាំមើលលបែងលបាំប៉ុន្តែចាប់ពីម៉ោង 7 គេលេងភាសាទៀតបងអូនគេសំដែងសិល្បៈភាសាទៀតចាប់ម៉ោង 7 ខ្ញុំសើមខ្លួនអស់បាននៅចាំនៅកន្លែងកម្មវិធីគេចិត្តគណៈស្ដេចមកកន្លែងទៀតបងអូនចង់អត់បាននៅទស្សនានៅហ្នឹងឯងបងអូនអើយបានទស្សនានៅនឹងអង្គរវត្តទេពួកអីគោក្តៀងដែរបងអូនអើយដឹងថារត់ទៅណាមានកន្លែងជ្រោនេះចង់ទៅផ្ទះហើយបងអូននេះគឺកន្លែងលោកវត្ថុអនុស្សាវរីយ៍សត្រាសក្រិតម៉ាឌីសាតុបតែងសម្លៀកបំពាក់ហើយនេះលក់បង្អែមចង់ហូបតកកឈូសហើយនំបញ្ចុកនេះម្ហូបអាហារសម្រាប់បរិភោគមានកំប្លែបងប្អូនហ្នឹងហើយយើងកំងហ្នឹងទៅហើយយើងមកអង្គុយហូបឯនេះ
នេះគ្រួសារឡូតឆានំគូឆាយនំគូឆាយដាក់ត្រូវការនំចុកមាន់អាំងនេះភ្ញៀវគាត់កំងហើយគាត់ទិញហើយគាត់មកក្នុងនេះមកអង្គុយហូបនេះបងប្អូនសប្បាយណាស់មួយយ៉ាងគាត់មកយកពេកឆាប់បាំងថ្ងៃនេះរំដួលកាហ្វេនំគ្រក់អីគេនេះអីគេចេកអាំងពងទាស្ងោរ